យល់សប្តិបាត់រថយន្តជាប្រផ្នូលព្រមាននៃរឿងអវិជ្ជមានយល់សប្តិបាត់រថយន្តមិនថារកឃើញឬរកមិនឃើញតាមជំនឿអាចជាប្រផ្នូលនៃទុក្ខព្រួយដែលនឹងកើតឡើងក្នុងជីវិតពិតយល់សប្តិបាត់រថយន្តរកមិនឃើញប្រសិនបើកំពុងជួបបញ្ហាក្នុងជីវិតមានន័យថានេះជាសញ្ញានៃការកើនឡើងបញ្ហាស្របពេលដែលការពឹងទំនាក់ទំនងអ្នកដទៃមិនអាចសង្ឃឹមអ្វីបានឡើយយល់សប្តិបាត់រថយន្តរកឃើញវិញវាជាប្រផ្នូលនៃការទទួលបានលាភសំណាងពីការផ្សងសំណាងការវិនិយោគឬជំនួយផ្ទាល់ខ្លួនយល់សប្តិបាត់រថយន្តនៅថ្ងៃច័ន្ទនេះអាចជាសញ្ញាអវិជ្ជមាននឹងកើតមានឬមិននឹកស្មានដល់ក្នុងជីវិតពិតដែលវាបណ្ដាលឲ្យមានការថប់អារម្មណ៍យ៉ាងខ្លាំងយល់សប្តិបាត់រថយន្តនៅថ្ងៃអង្គារអំឡុងពេលនេះអ្នកអាចជួបជាមួយនឹងមនុស្សចម្លែកឬមនុស្សថ្មីជាញឹកញាប់ហើយអាចនឹងត្រូវប្រឈមមុខជាមួយបញ្ហាឬការរំខានដែលអាចប៉ះពាល់ដល់សុខភាពយល់សប្តិបាត់រថយន្តនៅថ្ងៃពុធសុបិននេះជាប្រផ្នូលនៃគ្រោះថ្នាក់ក្នុងការធ្វើដំណើរជិតឬឆ្ងាយឬពុំនោះទេការធ្វើដំណើរនឹងមិនអាចទៅដល់ទិសដៅដោយរលូនយល់សប្តិបាត់រថយន្តនៅថ្ងៃប្រហ័សមនុស្សស្និទ្ធស្នាលកំពុងយកចំណេញលើអ្នកមិនថាការរកស៊ីនិងវិស័យអ្វីឡើយវាក៏និមិត្តរូបនៃការផ្លាស់ប្ដូរមុខតំណែងដែលពុំសូវល្អប្រសើរផងដែរយល់សប្តិបាត់រថយន្តនៅថ្ងៃសុក្រក្នុងអំឡុងពេលនេះអ្នកអាចនឹងជួបឧបសគ្គឬបញ្ហាក្នុងពេលបំពេញការងារយល់សប្តិបាត់រថយន្តនៅថ្ងៃសៅរ៍ឱកាសទទួលបានលាភលុយកាក់របររកស៊ីឬការងារជោគជ័យអាចពុំមានខ្ពស់ឡើយតែបាត់រថយន្តដែលបានបាត់ទៅប៉ះចំធាតុមិនល្អយល់សប្តិបាត់រថយន្តនៅថ្ងៃអាទិត្យក្នុងអំឡុងពេលនេះអាចនឹងមានរឿងឆ្លោះប្រកែកជាមួយនឹងមិត្តរួមការងារឬអ្នកស្គាល់គ្នាដូច្នេះចូលជៀសវាងការជួបចរចាឬធ្វើកិច្ចព្រមព្រៀងសំខាន់ៗ